ចឹងតើពីយើងរស់ហើយចុងក្រោយបងប្អូនត្រូវលើកជាមួយនឹងទឹកលោម្សៅទៀតចាអញ្ចឹងអ្នកគ្រូបានលើកជាមួយនឹងប្រូតរួចរាល់ហើយឥឡូវអ្នកគ្រូធ្វើការលើកជាមួយនឹងទឹកម្សៅទៀតដើម្បីឲ្យម៉ូតរបស់យើងនឹងកាន់តែភ្លឺស្អាតណាបងប្អូនចាអញ្ចឹងយើងមើលគឺភ្លឺមែនតើបងប្អូនចាតាអញ្ចឹងអ្នកគ្រូលើកជាមួយនឹងទឹក UV ម្សៅទៀតមកចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវជួបជាមួយអ្នកគ្រូទៀតហើយចាពីការមានរៀនពីរបៀបច្នៃម៉ូដកញ្ចក់ណាបងប្អូនទាំងអស់គ្នាចាអញ្ចឹងសម្រាប់ថ្ងៃនេះអ្នកគ្រូមានជាប្រភេទប្រដដើម្បីយើងមកធ្វើការរូបជាមួយនឹងប្រដភ្លឺរបស់យើងណាបងប្អូនគ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាអ្នកគ្រូធ្វើយ៉ាងម៉េចរបៀបធ្វើយ៉ាងម៉េចបងប្អូនទាំងអស់គ្នាចុះមកមើលការ live របស់អ្នកគ្រូមកបងប្អូននឹងដឹងថាយើងរៀនពីរបៀបធ្វើចាពីរបៀបច្នៃនៃការរូបជាមួយនឹងប្រដរបស់យើងចាសប្បុរសនេះគឺបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងពីរបៀបធ្វើទេគឺយើងធ្វើអត់ស្អាតទេណាបងប្អូនគ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមើលការ live របស់អ្នកគ្រូទៅបងប្អូននឹងដឹងពីរបៀបធ្វើយ៉ាងម៉េចឲ្យស្អាតឲ្យខ្លាយភ្លឺណាបងប្អូនគ្នាចាអញ្ចឹងសម្រាប់មុខកញ្ចក់នេះដែរអ្នកគ្រូអត់ទាន់បានលាបជាមួយនឹងផ្ទៃកញ្ចក់ណាបងប្អូនគ្នាសម្រាប់ផ្ទៃកញ្ចក់នេះអ្នកគ្រូត្រូវលាបជាមួយនឹងគេហៅថាទឹកភ្ជាប់ចាទឹកភ្ជាប់បងប្អូនគ្នាដើម្បីយើងលាបហើយយើងលាបជាមួយនឹងទឹករលោងចាអញ្ចឹងរំលងខាត់ពេលអ្នកគ្រូលាបជាមួយនឹងផ្ទៃកញ្ចក់នេះអ្នកគ្រូលាបបែបពណ៌ឈូកណាបងប្អូនគ្នាហើយសម្រាប់ផ្ទៃកញ្ចក់នេះដែរអ្នកគ្រូអត់លាបច្រើនជាន់ទេអ្នកគ្រូលាបតែមួយជាន់ហ្នឹងណាបងប្អូនគ្នាចាដោយសារអ្នកគ្រូត្រូវរូបជាមួយនឹងបរិវត្តរបស់យើងអញ្ចឹងយើងមិនចាំលាបជាមួយនឹងផ្ទៃយើងក្រាស់ពេកទេបងប្អូនលាបតែមួយជាន់ទៅលាបឲ្យបានរលោងស្អាតមកណាបងប្អូនគ្នាមួយជាន់ហ្នឹងគឺយើងលាបយកស្អាតតែម្ដងហើយយើងយកវាទៅរូបជាមួយនឹងបរិវត្តភ្លឺរបស់យើងណាបងប្អូនគ្នាអញ្ចឹងអ្នកគ្រូលាបជាមួយនឹងបែបពណ៌ជោគស្អាតនេះឲ្យអស់នៃកញ្ចក់ដែលអ្នកគ្រូឆ្នៃឡើងចាគឺមាន7ម៉ូតណាបងប្អូនគ្នាចាំ7ពណ៌នេះចាឃើញទេបន្ទាប់ពីយើងបានលាបជាមួយនឹងផ្ទៃហើយអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់មួយបងប្អូនអូខេអញ្ចឹងកន្លែងនេះបងប្អូនក៏ស្ដាប់គ្នាស្ដាប់មិនទាន់មើលយល់បងប្អូនអូខេចាអញ្ចឹងចាមុននឹងអ្នកគ្រូរូបជាមួយនឹងប្រភេទរបស់យើងអ្នកគ្រូលើកជាមួយនឹងការតាទឹក UV សិនការតាទឹករលោងហ្នឹងបងប្អូនអូខេដើម្បីឲ្យវាភ្លឺហើយចាំយើងយកវារូបជាមួយនឹងប្រដចាអញ្ចឹងកន្លែងនេះគឺតិចនិចមួយដែលធ្វើតែបន្តិចទេដើម្បីឲ្យម៉ូដរបស់យើងស្អាតអញ្ចឹងអ្នកគ្រូលាបជាមួយនឹងទឹក UV គេហៅថាទឹករលោងហ្នឹងជាមុនសិនមុននឹងយើងលាបជាមួយនឹងប្រដភ្លឺរបស់យើងបងប្អូនអូខេធ្វើបែបនេះទៅពេលដែលយើងរូបជាមួយនឹងប្រដភ្លឺគឺវាភ្លឺស្អាតណាវាអត់ស្អាតទេកាលណាមកយើងចាលាបជាមួយនឹងផ្ទៃហើយយើងយកទៅរូបមកគឺវាអត់សូវភ្លឺទេបងប្អូនអូខេអ្នកគ្រូបានសាកហើយណាអញ្ចឹងបងប្អូនសាកធ្វើតាមវិធីអ្នកគ្រូចេះទៅគឺធ្វើឲ្យប្រដរបស់យើងភ្លឺស្អាតមែនតើបងប្អូនអូខេមិនមែនយើងលើកទឹកកន្លងហើយយើងរូបអត់ជាប់ទេណាបងប្អូនអូខេចាគឺយើងរូបជាប់ហើយវាម៉ូតរបស់យើងនឹងវាភ្លឺស្អាតទៀតឃើញទេអញ្ចឹងអ្នកគ្រូលាបជាមួយនឹងទឹករលោងថាទឹក UV ហ្នឹងឲ្យអស់នៃម៉ូតរបស់យើងទាំង7ម៉ូតហើយចាំយើងយកទៅរូបជាមួយនឹងប្រដភ្លឺរបស់យើងណាបងប្អូនគ្នាចានេះចាអញ្ចឹងយើងបានចុះអាំងរួចរាល់ហើយឥឡូវអ្នកគ្រូចាប់ដើមជ្រើសរើសជាមួយនឹងប្រវត្តិរបស់យើងទាំង7ពណ៌ហ្នឹងបងប្អូនគ្នាចាដើម្បីយើងធ្វើម្ដងមួយដើម្បីchoជួបបងប្អូនសិស្សទាំងអស់គ្នារៀនធ្វើចារៀនឆ្នៃជាមួយគ្រូហ្នឹងណាបងប្អូនគ្នាចាអញ្ចឹងសម្រាប់ប្រវត្តិទី1នេះដែរគឺអ្នកគ្រូជ្រើសរើសពណ៌បែបរៀងប្រាក់ណាបងប្អូនគ្នាតែអញ្ចឹងយើងមើលចាអ្នកគ្រូចាប់ដើមយកវាមករូបណានេះឃើញទេគឺពេលដែលយើងលាបជាមួយនឹងទឹករលោងហើយយើងយកវាមករូបបែបហ្នឹងហើយគឺធ្វើឲ្យប្រវត្តិរបស់យើងភ្លឺស្អាតមែនទែនបងប្អូនឃើញទេនេះគឺវាភ្លឺបែបហ្នឹងណានេះពេលដែលយើងចាំងភ្លើងទៅគឺចាំងស្អាតមែនទែនបងប្អូនអូខេគឺភ្លឺស្អាតមែនទែនឃើញទេចាអញ្ចឹងបានកន្លែងនេះអ្នកគ្រូឲ្យបងប្អូនអូខេមើលឲ្យទាន់ស្ដាប់បញ្យល់គឺយើងត្រូវលាបជាមួយនឹងទឹករលោងមួយជាន់ទៅណាបងប្អូនអូខេដើម្បីឲ្យវាភ្លឺហើយចាំយើងយកវាមករូបជាមួយនឹងប្រវត្តិរបស់យើងទៅឃើញម៉ូដរបស់យើងភ្លឺស្អាតមែនទែនបងប្អូនអូខេនេះអញ្ចឹងសម្រាប់ប្រវត្តិពណ៌នេះអ្នកគ្រូដាក់ពណ៌បែបរៀងប្រាក់ណាបងប្អូនអូខេនេះយើងរូបឲ្យពេញនៅផ្ទៃកញ្ចក់មកចាហើយសម្រាប់ការរូបនេះបងប្អូនចង់ឆ្នៃមួយក្បាលណាចង់រូបកណ្ដាលឬក៏រូបពេញដូចអ្នកគ្រូអញ្ចឹងក្បាលណានេះគ្រាន់តែអ្នកគ្រូមកបង្ហាញពីការប្រើប្រាស់និងរបៀបធ្វើនៃការរូបជាមួយនឹងប្រភេទរបស់យើងណាបងប្អូនអូខេឃើញគឺវាភ្លឺស្អាតមែនទែនចាអញ្ចឹងអ្នកគ្រូចាប់ដើមដាក់វាចូលអាំងមួយឥឡូវយើងមកធ្វើជាមួយនឹងពណ៌របស់យើងបន្តទៀតមកចានេះពណ៌វាបែបផ្សេងពីគ្នាបែបហ្នឹងបងប្អូនអូខេអញ្ចឹងអ្នកគ្រូចាប់ដើមដាក់ពណ៌មួយទៀតឥឡូវពណ៌នេះគឺអ្នកគ្រូលើកជាមួយនឹងទូរលោហើយអស់ហើយណាបងប្អូនអូខេអញ្ចឹងយើងចាប់ផ្ដើមរុំយ៉ាងតែម្ដងទៅហើយរុំនេះបងប្អូនមិនចាំយកក្រាស់ពេកបានទេយើងយកតែស្អាតបែបហ្នឹងគឺវាចេញពណ៌ដែរបងប្អូនគ្នាចាអញ្ចឹងបងប្អូនមើលបងប្អូនមិនបាច់ភ័យថានៅពេលដែលយើងលាបជាមួយនឹងទឹករលោហើយយើងរុំអត់ជាប់ទេគឺរុំជាប់ដូចគ្នាបងប្អូនគ្នានេះឃើញទេយើងរុំចឹងមកដល់ពេលយើងរុំហើយយើងបបវាបន្តិចមកដើម្បីឲ្យវាឃើញភ្លឺស្អាតណាបងប្អូនគ្នាសម្រាប់ពណ៌នេះវាអត់សូវដិតទេប៉ុន្តែវាភ្លឺស្អាតបងប្អូនគ្នាឃើញទេនេះ
ពណ៌ប្រត់ភ្លឺរបស់យើងហ្នឹងគឺវាមានពណ៌បែបហ្នឹងវាភ្លឺជាប់នឹងផ្ទៃកញ្ចក់បងប្អូនអូខេចានេះអញ្ចឹងអ្នកគ្រូរួចរាល់មួយទៀតហើយបងប្អូនមើលហើយកុំភ្លេចទៅរៀនធ្វើជាមួយអ្នកគ្រូផងណាបងប្អូនអូខេចាគឺមុននេះវាភ្លឺស្អាតមែនតើបងប្អូនអូខេនេះអញ្ចឹងអ្នកគ្រូចាប់ផ្ដើមដាក់ជាមួយនឹងពណ៌របស់យើងបន្តទៀតមកតែពណ៌របស់យើងគឺមានផ្សេងៗពីគ្នាអញ្ចឹងណាបងប្អូនអូខេនេះចានេះឃើញទេពេលដែលយើងរុះទៅឃើញប្រដរបស់យើងវាជាប់នឹងផ្ទៃកញ្ចក់របស់យើងហ្នឹងគឺភ្លឺស្អាតមែនទែនបងប្អូនគ្នាចាពេលដែលយើងពាក់ទៅគឺផ្លូវភ្លើងដើរទៅថ្ងៃទៅគឺវាចាំងផ្លាត់នោះស្អាតមែនទែនបងប្អូនគ្នាឃើញទេនេះចាប្រដនេះគឺយើងមិនលុះក្រាស់ទេគឺយើងលុះស្ដាំក៏វាចាញ់ភ្លឺដែរបងប្អូនគ្នាយើងរុះក្រាស់ក៏វាអត់ជាប់ដែរបងប្អូនគ្នាយើងរុះតែមួយជាន់ទៅគឺវាជាប់ប៉ុណ្ណាយើងយកប៉ុណ្ណឹងបងប្អូនគ្នាឃើញទេចាគឺភ្លឺស្អាតមែនទែនចាអញ្ចឹងបងប្អូនយើងយកទៅរៀនធ្វើទៅគឺវាចេញមកដោយអ្នកគ្រូដែលបានបង្ហាញហ្នឹងណាបងប្អូនគ្នាសម្រាប់ប្រដភ្លឺនេះដែរគឺមានបងប្អូនមានពណ៌ផ្សេងពីអ្នកគ្រូក៏ស្អាតដែរបងប្អូនគ្នាពណ៌នេះគឺអ្នកគ្រូយកពណ៌បែបរាងស្រាលស្រាលណាបងប្អូនគ្នាចាប្រភេទប្រដនេះដូចអ្នកគ្រូបានបញ្ជាក់យើងគឺមានច្រើនពណ៌មែនទែនចានេះឃើញទេនេះសម្រាប់ពណ៌នេះអ្នកគ្រូជួយយកពណ៌រាងល្បែកឈូកដើម្បីយើងយកវាមករុំនេះឃើញទេបងប្អូនគ្នាសម្រាប់ផ្ទៃបងប្អូនចង់លេបផ្ទៃពួកអីបានប៉ុន្តែយើងមិនបាច់លេបជាមួយនឹងផ្ទៃដុតពេកអីបងប្អូនគ្នាយើងលេបជាមួយនឹងផ្ទៃស្រាលស្រាលបានហើយទឹកយើងរុះទៅវាចេញម៉ូតរបស់យើងភ្លឺស្អាតណាប៉ុន្តែបើយើងលេបជាមួយនឹងផ្ទៃវារាងដុតពេកពេលដែលយើងរុះទៅវាអត់ឃើញម៉ូតរបស់យើងភ្លឺអញ្ចឹងបងប្អូនលេបជាមួយនឹងពណ៌ស្រាលស្រាលទៅប៉ុន្តែយើងចង់យកពណ៌អីក៏បានដែរឲ្យតែពណ៌ហ្នឹងស្រាលណាបងប្អូនគ្នាចាចឹងនៅសល់3ពណ៌នេះហ្នឹងបងប្អូនគ្នាឥឡូវអ្នកគ្រូចាប់ដើមដាក់ជាមួយនឹងពណ៌របស់យើងមកឥឡូវពណ៌នេះគឺពណ៌បែបរាងហៅថាពណ៌ផ្ទៃមេឃចឹងបងប្អូនគ្នាឃើញទេចាអញ្ចឹងដើម្បីបងប្អូនចាំអត់មើលនៅពេលដែលអ្នកគ្រូធ្វើឲ្យតាមពណ៌នេះថាពណ៌របស់យើងហ្នឹងភ្លឺផ្លាយផ្លាយខុសពីគ្នាបែបមិនចឹងបងប្អូនគ្នាឃើញទេចានេះបងប្អូនគ្នាគឺភ្លឺស្អាតមែនតើចាហើយពណ៌របស់យើងគឺស្រាលបែបភ្លឺបងប្អូនគ្នាចាអញ្ចឹងអ្នកគ្រូដាក់ធ្វើឲ្យមួយយើងចូលអាំងមួយទៅដើម្បីឲ្យវាប្ររបស់យើងហ្នឹងវាជាប់ជាមួយនឹងផ្ទៃកណ្ដាលហើយយើងមិននេះទេគឺវាអត់សូវជាប់ឯងបងប្អូនគ្នាតាអញ្ចឹងបន្តមកទៀតគឺប្រើជាមួយនឹងពណ៌លាវម្ដងនេះបងប្អូនគ្នាគឺវាបែបច្បាស់ច្បាស់បែបហ្នឹងនេះយើងរុះជាមួយនឹងធ្វើម៉េចឲ្យពេញនៅផ្ទៃកញ្ចក់របស់យើងឲ្យសព្វបងប្អូនគ្នាដើម្បីយើងរុះអត់សព្វគឺវាអត់ស្អាតដែរគឺពណ៌ចេញមកវាដុំដុំណាចឹងយើងចាប់ផ្ដើមយកវាចេញមករួចសព្វពេញនៅផ្ទៃកញ្ចក់សម្រាប់ការធ្វើម៉ូតនេះបងប្អូនចង់ឆ្នៃជាមួយនឹងម៉ូតអីផ្សេងទៀតក៏បានដែរតែនេះគ្រាន់តែអ្នកគ្រូមកបង្ហាញពីការធ្វើនៃក្រដរបស់យើងហ្នឹងបងប្អូនសម្រាប់នេះយើងទៅឆ្នៃចេញជាម៉ូតវត្ថុឬក៏គុកអីម៉ូតអីទៀតក៏បានដែរចានេះអញ្ចឹងអ្នកគ្រូដាក់វាចូលអាំងហើយឥឡូវយើងមកបន្តនៃម៉ូតរបស់យើងមួយទៀតចានេះម៉ូតចុងក្រោយបងប្អូនចានេះយើងចាប់ដើមជ្រុះជាមួយនឹងពណ៌របស់យើងមកដូចលោកគ្រូបានបញ្ជាក់ចឹងបងប្អូនមានប្រវត្តិពណ៌អីបងប្អូនរូបពណ៌ហ្នឹងណាបងប្អូនគ្នាបើចង់ធ្វើពណ៌ដូចលោកគ្រូក៏បានដែរប៉ុន្តែលោកគ្រូបញ្ជាក់គឺបងប្អូនត្រូវតែលាបផ្ទៃហើយបងប្អូនលាបជាមួយនឹងទឹកអឡូហើយចាំយើងយកមករូបបងប្អូនគ្នាធ្វើបែបនេះទៅរូបជាមួយនឹងប្រវត្តិរបស់យើងទៅពីភ្លឺស្អាតណាបងប្អូនគ្នាចឹងលោកគ្រូបញ្ជាក់ម្ដងហើយម្ដងទៀតចាចឹងនៅពេលដែលយើងរូបរួចរាល់ហើយបងប្អូនដាក់ចូលអាំងហើយគឺរួចរាល់ហើយបងប្អូនគ្នាគឺយើងយកជាមួយនឹងទឹកអឡូមកពីលើមួយជាន់ទៀតទៅគឺរួចរាល់តែម្ដងចានេះឃើញទេចាគឺបែបភ្លឺស្អាតមែនតើបងប្អូនគ្នាយើងមើលមើលចាសម្រាប់ពណ៌ចាប្ររបស់យើងទាំង7ហ្នឹងគ្រូបានរូបរួចរាល់ហើយអញ្ចឹងគឺយើងត្រូវលាបជាមួយនឹងទឹក UV ម្ដងទៀតបងប្អូនគ្នាដើម្បីឲ្យប្ររបស់យើងហ្នឹងវាភ្លឺស្អាតណាបងប្អូនគ្នាអញ្ចឹងឥឡូវនេះគ្រូបញ្ជាក់ម្ដងទៀតគឺយើងត្រូវលាបជាមួយនឹងផ្ទៃកញ្ចក់រួចរាល់ហើយបងប្អូនលាបជាមួយនឹងទឹក UV មួយជាន់បងប្អូនគ្នាយើងលាបជាមួយនឹងទឹកអន្លង់មួយជាន់ហើយបងប្អូនរូបជាមួយនឹងប្រទៅសាប្រនេះបងប្អូនចង់ឆ្នៃរូបពេញកណ្ដាលបានរូបចង់បានឬក៏រូបពេញផ្ទៃកញ្ចក់ដូចគ្រូចេះក៏បានដែរអាស្រ័យលើការឆ្នៃរបស់យើងណាបងប្អូនគ្នាចាអញ្ចឹងបន្ទាប់ពីយើងរូបហើយចុងក្រោយបងប្អូនត្រូវលាបជាមួយនឹងទឹកឡូម្សៅទៀតចាអញ្ចឹងលោកគ្រូបានរូបជាមួយនឹងប្រដូចរួចហើយឥឡូវលោកគ្រូធ្វើការលាបជាមួយនឹងទឹកឡូម្សៅទៀតដើម្បីឲ្យម៉ូតរបស់យើងនឹងកាន់តែភ្លឺស្អាតណាបងប្អូនគ្នាចាអញ្ចឹងយើងមើលគឺភ្លឺមែនតើបងប្អូនគ្នាចាតែអញ្ចឹងលោកគ្រូលាបជាមួយនឹងទឹក UV ម្សៅទៀតមកឃើញទេចាពេលដែលយើងលាបពីលើទៀតវារឹតតែភ្លឺទៀតបងប្អូនគ្នានេះអញ្ចឹងអ្នកគ្រូចាប់ដើមដាក់វាអាំងជាមួយនឹងសិនអាំងចែរបស់យើងម្សៅទៀតទៅដើម្បីវាស្ងួតចាហើយយើងមកលាបជាមួយនឹងពណ៌របស់យើងបន្តទៀតមកចានេះពេលគ្រូបានបញ្ជាក់អញ្ចឹងសម្រាប់ពណ៌នេះវាអត់សូវដុតទេបងប្អូនគ្នាដោយសារប្រវត្តិរបស់យើងរៀងស្រាលណា
ចាបើសិនជាបងប្អូនយកប្រដវាពណ៌ដុតក៏យើងយកទៅក៏វាដុតជានេះដែរតែអ្នកគ្រូជឿបានប្រដស្រាលដើម្បីឲ្យបងប្អូនអរគ្នាស្គាល់និងដឹងពីរបៀបធ្វើណាបងប្អូនចាចាបងប្អូនអ្នកគ្រូរៀបម្ដងមួយរហូតដល់អស់ទាំងម៉តាំង7របស់យើងហ្នឹងបងប្អូនចាអញ្ចឹងសម្រាប់ចុចនេះផងដែរគឺអ្នកគ្រូបានលេខជាមួយទៅលោកហើយយើងចូលអានវិរាល់ហើយបងប្អូនយើងមើលថាម៉ូតរបស់យើងភ្លឺស្អាតទេចាគឺភ្លឺបែបស្អាតមែនតើយើងមើលគឺពណ៌របស់យើងវាជ្រាលជ្រៅគ្នាណាបងប្អូននេះពណ៌ប្រាក់នេះពណ៌បែបញឈូកបងប្អូនយើងមើលគឺភ្លឺស្អាតមែនតើបងប្អូនអញ្ចឹងបងប្អូនរៀនធ្វើតាមវិធីដែលអ្នកគ្រូប្រាប់ហ្នឹងទៅគឺចាបងប្អូនគឺបានម៉ូតដែលភ្លឺណាបងប្អូនចាអញ្ចឹងសម្រាប់វីដេអូរបស់អ្នកគ្រូហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាខ្ញុំបងប្អូនសម្រាប់គេមើលហើយអាចនឹងយល់អាចនឹងដឹងហើយនឹងផ្លាស់ប្ដូរពីការរៀបចាពីការអត់លេខជាមួយទៅលោកបងប្អូនមកលេខជាមួយទៅលោកជាមួយសិនទៅចាំយើងរូបបងប្អូនគ្នាចាចឹងបើសិនជាបងប្អូនក៏សុខដល់គ្នាចង់បានជាភេទប្រដភ្លើនេះអ្នកគ្រូក៏មានលក់ដែរណាបើសិនជាបងប្អូនក៏សុខដល់គ្នាចង់បានអាចតាក់ទងតាមเพจឬក៏ឆាតចូលเพจអ្នកគ្រូបានណាបងប្អូនអ្នកគ្រូមានលក់ជាភេទសម្ភារៈស្លគ្រប់មុខចាមិនថាសម្ភារៈកញ្ចក់ឬក៏សម្ភារៈផ្សេងៗបងប្អូនគ្នាចាបងប្អូនអាចតាក់ទងតាមអ្នកគ្រូបានណាអ្នកគ្រូមានលក់សម្ភារៈគ្រប់មុខតែម្ដងចាអញ្ចឹងមួយវិញទៀតបងប្អូនចង់ចាស់នឹងចំណេញកញ្ចក់ឬក៏ចំណេញស្លងផ្សេងៗបងប្អូនអាចមករៀនខាងសាលាអ្នកគ្រូបានអ្នកគ្រូក៏មានបង្រៀនផ្នែកសាឡនគ្រប់មុខតែម្ដងមកថាផ្នែកកញ្ចក់ផ្នែកធ្វើសក់អត់សក់បាក់ពោះសក់អីបងប្អូនគ្នាបងប្អូនចាប់អារម្មណ៍អាចឆាតចុះពេកអ្នកគ្រូ LINE នឹងក៏បានបងប្អូនឆាតចុះពេកអ្នកគ្រូ TV សាឡនក៏បានដែរបងប្អូនគ្នាបងប្អូនចាប់អារម្មណ៍កុំភ្លេចឆាតចុះពេកហ្នឹងណាចាអញ្ចឹងសម្រាប់វីដេអូរបស់អ្នកគ្រូក៏មានតែប៉ុណ្្នេះទេសូមបងប្អូនអរគ្នាមើលហើយជួយរៀនធ្វើអនុវត្តទៅបងប្អូនគ្នាគឺអត់ខកណាចាគឺបងប្អូននឹងចាចំណេញនេះបានពីការឆ្នៃដែលម៉ូដដែលយើងមិនធ្លាប់ធ្វើពីមុនមកឥឡូវបងប្អូនបានធ្វើហើយបងប្អូនគ្នាអញ្ចឹងយកទៅរៀនធ្វើទៅណាចាអញ្ចឹងអរគុណជួបជាមួយអ្នកគ្រូនៅវីដេអូក្រោយៗទៀតអ្នកគ្រូនឹងមានម៉ូដចាថ្មីមានម៉ូដប្លែកៗជាច្រើនទៀតដើម្បីឲ្យបងប្អូនសុខគ្នាមករៀនឆ្នៃជាមួយអ្នកគ្រូអញ្ចឹងកុំភ្លេចតាមដានជាមួយអ្នកគ្រូនៅវីដេអូក្រោយៗទៀតណាចាអរគុណបាយបាយសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ។